ទឹកដល់ពេលទឹកដំណក់ទឹកហ្នឹងវាផ្សំគុំវាប្រតិកម្មយូរទៅវាទៅជាកកទៅជាដីតួយ៉ាងដូចភ្នំនេះឃើញដូចជាថ្មនេះថ្មនេះបើតាមបច្ចេករបស់លោកគ្រូថាកាលដំបូងអត់មានអីទេដល់ដំណក់ទឹកយូរទៅវាទៅជាកបោទៅវាកកទៅកើតជាដុំថ្មមួយមនុស្សយើងកើតមកវាដោយសារភូមិធាតុដីទឹកភ្លើងខ្យល់ហ៎ប៉ុន្តែអ្វីដែលកើតមុនគេគឺមានអាកាសធាតុថាជាម្ដាយចុះអាកាសធាតុហ្នឹងណាដល់អាកាសធាតុនឹងកើតឡើងធម្មតាកាលណាវាអាកាសវាត្រូវមានខ្យល់ហើយមានវិយោធាតុហើយមានខ្យល់ហើយកាលណាខ្យល់វាបក់បោកវាទៅជាទេចូលទៅដូចជារន្ទះក្តៅអីចឹងឃើញទេកាលណាវាមានផ្គរមានក្តៅមានអីចឹងទៅវាហប់មនុស្សចឹងកាលណាហប់វាចេញជាតិអីជាតិញើសហើយជាតិទឹកឃើញទេសូមនមស្ការកណ្ដាគុណចាស់គ្រប់ព្រះអង្គសូមគោរពជំរាបសួរដល់លោកតាលោកយាយប្រិយមិត្តទាំងអស់ជាទីគោរពនេះគឺជាទស្សនវិជ្ជានៅក្នុងវត្តចក្រីដែលស្ថិតនៅក្នុងភូមិចក្រីស្រុកភ្នំព្រឹកខេត្តបាត់ដំបងដែលជាប់ទៅនឹងព្រំប្រទល់ស្រុកសំពៅលូនថ្ងៃនេះខ្ញុំបកណាខ្ញុំបានមកលេងនៅវត្តចក្រីជាមួយព្រះអង្គគ្រូ3ព្រះអង្គទៀតហើយក៏បានព្រះអង្គគ្រូចៅអធិការវត្តចក្រីព្រះអង្គបាននាំទៅមើលទស្សនវិជ្ជាផ្សេងគួរជាទីជ្រះថ្លាគយគន់នៅក្នុងវត្តចក្រីនឹងតែម្ដងជាពិសេសនៅពេលល្ងាចថ្ងៃជិតលិចជាមួយនឹងពន្លឺព្រះអាទិត្យដែលរៀបនឹងអស្ដង់គុតបញ្ចេញនៅពន្លឺពណ៌មាសចាំងជះមកលើផ្ទៃសិលានៃភ្នំចក្រីព្រមទាំងរូបសំណាកព្រះសាវកជាច្រើនទៀតគឺស្រស់ស្អាតខ្លាំងមែនទែនហើយទៅទីនោះបើនិយាយពីអាកាសធាតុវិញគឺអាកាសធាតុល្អមែនទែនហើយព្រះអង្គគ្រូទាំង3ទាំង4ព្រះអង្គបាននិមន្តទស្សនាអំពីពុទ្ធបដិមានិងព្រះសាវកខាងលើព្រះវិហារហើយក៏បាននិមន្តចុះមកវិញហើយលោកគ្រូជាបច្ច័យអធិការព្រះអង្គក៏បាននាំទៅក្នុងភ្នំចក្រីទៀតនេះបងប្អូនទាំងអស់គ្នានៅភ្នំចក្រីនេះគឺស្អាតមែនតើព្រះអង្គបានរៀបចំតុបតែងទៅជាកន្លែងរមណីយដ្ឋានមួយដែលតាក់ទាញស្អាតណាស់ហើយព្រះអង្គយកបតីទុកដាក់មែនតើមិនឲ្យមានសម្រាមរញ៉េរញ៉ៃអីទេហើយនៅក្នុងទីធ្លាភ្នំនេះវិញគឺធម្មជាតិសុទ្ធសាធណាអត់មានការកាយច្នៃអត់មានទៅដាប់ទៅថែមទៅថយអីគឺអត់ទេគឺជាការកើតឡើងដោយធម្មជាតិតែម្ដងណាមើលចុះគឺស្រស់ស្អាតខ្លាំងមែនតើហើយរូបសំណាកមិញនេះគឺជាការឆ្លាក់ឡើងសូនឡើងពីលោកតាពីសម័យបុរាណមកណាហើយនៅក្នុងនេះព្រះអង្គគ្រូបានធ្វើនៅព្រះពុទ្ធបដិមាទាំង4ព្រះអង្គទាំង5ព្រះអង្គទាំងព្រះសាមេត្រីនិងព្រះសម្មាសម្ពុទ្ធផ្ទុំណាហើយព្រះអង្គគ្រូទាំង3ព្រះអង្គមកដល់ហើយក៏មានសទ្ធាជ្រះថ្លាបានបង្អោនចិត្តថ្វាយបង្គំនៅព្រះពុទ្ធបដិមាទាំង4ទាំង5ព្រះអង្គដោយសេចក្តីជ្រះថ្លាហើយក៏បានបន្តនេះមុនមើលនៅលអាងវត្តភ្នំចក្រីបន្តទៀតមើលចោះទស្សនីយភាពគឺស្រស់ត្រកាលស្អាតខ្លាំងណាស់ទាំងនេះមិនមែនជាការកាយច្នៃទេគឺការចេញពីធម្មជាតិសុទ្ធសាធតែម្ដងពីមុនមកព្រះអង្គគ្រូចៅតកាបានសង្ឃដីកាប្រាប់ថាពីមុនមកអត់មានលោកតាអត់មានព្រះអង្គនៅសឹងនៅលើនោះទេអញ្ចឹងកន្លែងនេះវាទៅជាកន្លែងអនាធិបតេយ្យណាប៉ុន្តែព្រះអង្គបានយកចិត្តទុកដាក់ហើយឲ្យព្រះអង្គតាមមួយអង្គមកសឹងនៅលើទីនេះមើលការខុសត្រូវសម្អាតអនាម័យអីជាដើមធ្វើឲ្យកន្លែងនោះคล้ายទៅជាទីសក្ការៈគួរជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទរបស់ញាតិប្រុសស្រីទៅទស្សនាចម្លែកមកមើលទឹកធ្លាក់នៅទីនេះវិញធ្លាក់តាំងពីមិនទាន់មានដំណក់ថ្មរហូតคล้ายទៅជាថ្មដុំធំមួយនៅទីនោះញាតិប្រុសស្រីទាំងអស់ស្ដាប់នៅធរណិការបស់ព្រះអង្គគ្រូតឹមគង់ទាំងអស់គ្នាមនុស្សយើងកើតមកពីដោយសារភូមិធាតុដីទឹកភ្លើងខ្យល់ហ៎ប៉ុន្តែអ្វីដែលកើតមុនគេគឺមានអាកាសធាតុថាជាម្ដាយចុះអាកាសធាតុហ្នឹងណាដល់អាកាសធាតុនឹងកើតឡើងធម្មតាកាលណាវាអាកាសវាត្រូវមានខ្យល់ហើយមានវិយោធាតុហើយមានខ្យល់ហើយកាលណាខ្យល់វាបក់បោកវាទៅជាទេចូលទៅដូចជារន្ទះក្តៅអីចឹងឃើញទេកាលណាវាមានផ្គរមានក្តៅមានអីចឹងទៅវាហប់មនុស្សចឹងកាលណាហប់វាចេញជាតិអីជាតិញើសហើយជាតិទឹកឃើញទេកាលណាមានជាតិទឹកដល់ពេលអាទឹកដំណក់ទឹកហ្នឹងវាផ្សំគុំវាប្រតិកម្មយូរទៅវាទៅជាកកទៅជាដីតួយ៉ាងដូចភ្នំនេះឃើញទេដូចជាថ្មនេះបើតាមបច្ចេករបស់លោកគ្រូថាកាលដំបូងអត់មានអីទេដល់ដំណក់ទឹកយូរទៅវាទៅជាកបោទៅវាកកទៅកើតជាដុំថ្មមួយអញ្ចឹងបានព្រះអង្គថាគុំអំពីដីទឹកភ្លើងខ្យល់ហើយអាដីទឹកប្រងភ្លើងខ្យល់វាគុំដូចយើងគីនេះវាដឹងវាប្រតិកម្មគ្នាមិនបានតែជាជីវិតពីរគេហៅថា
ឧបតិនកៈសង្ខារអនុបតិនកៈសង្ខារមានថាជីវិតពីរហ្នឹងជីវិតមួយមានវិញ្ញាណគ្រប់គ្រងចង់និយាយចឹងណាប្រភេទពពួករុក្ខជាតិខ្លះវាមានជីវិតដែរតែវាអត់មានវិញ្ញាណគ្រប់គ្រងឯងវាអត់មានចិត្តអត់មានចេះក្តៅឈឺល្ងាស្អីគេឈឺចប់ចាប់គេហៅថាចេះស្រឡាញ់ចេះស្អប់អីអត់ទេដូចជាដើមឈើដូចជាពពួកវពពួកអីអញ្ចឹងទៅមានជីវិតដែរប៉ុន្តែអត់មានវិញ្ញាណតែដោយសារជីវិតមួយទៀតវាទៅជាជីវិតដែរវាមានវិញ្ញាណគ្រប់គ្រងដូចជាមនុស្សដូចជាសត្វពពួកសត្វដេរឆានេះជាដើមណាចេះស្រឡាញ់ចេះស្អប់អីអញ្ចឹងទៅអញ្ចឹងបានព្រះអង្គថាចុងក្រោយមនុស្សយើងដែលកើតមកនៅលើភពផែនដីមិនថាមនុស្សហើយសត្វទាំងអស់នៅក្នុងโลกហ្នឹងផ្សំឡើងដោយធាតុទាំងដួងដីទឹកភ្លើងខ្យល់ហើយវាកើតទៅមានជីវិតពីរអញ្ចឹងទៅសាធុបានស្ដាប់នៅធរណិការបស់ព្រះអង្គគ្រូបានសម្ដែងអំពីបទពុទ្ធនៃកំណត់នៃទឹកហ្នឹងណាស្ដាប់ទៅក៏កើតនៅគតិជាបញ្ញាមួយហើយមើលចោះមិនមែនជាការតុបតែងគឺជាការសម្ដែងទេដុំថ្មទាំងនេះគឺកើតចេញពីដំណក់ទឹកដែលធ្លាក់ចេញពីលើភ្នំនេះមកតក់នេះណាឃើញទេបងប្អូនប្រិយមិត្តទាំងអស់ប្រកាសជាឃើញនេះមកតក់ហ្នឹងតែមិនដឹងថាដំណក់ទឹកនោះបាននាំយកនៅអ្វីមកជាមួយទេបង្កឲ្យទីនោះคล้ายទៅជាថ្មដ៏ធំហើយរឹងទៀតណាមានតែប៉ុណ្ណេះទេខ្ញុំកណាខ្ញុំសូមនមស្ការថ្វាយបង្គំលានិងសូមជម្រាបលា